ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបំពេញទិន្នន័យសេវាកម្មក្នុងស្ថិតិសិស្សភាសាជាដំបូងខ្ញុំធ្វើការចូលទៅកាន់ Telegram បន្ទាប់មកចូលទៅកាន់ជំនួយការថ្នាបឋមយកពាក្យថា Open បន្ទាប់មកខ្ញុំនឹងមកដល់ប្រព័ន្ធថ្នាបឋមឥឡូវខ្ញុំធ្វើការចូលទៅកាន់ស្ថិតិសិស្សភាសាបន្ទាប់មកចូលទៅកាន់គេហទំព័រឥឡូវនេះលោកគ្រូអ្នកគ្រូត្រូវការបំពេញទិន្នន័យផ្នែកសេវាកម្មខ្ញុំធ្វើការចូលទៅកាន់សេវាកម្មនឹងមានលក្ខខណ្ឌមួយចំនួនដើម្បីឲ្យលោកគ្រូអ្នកគ្រូធ្វើការបំពេញមុននឹងធ្វើការបំពេញផ្នែកសេវាកម្មយើងទៅធ្វើការបំពេញទីតាំងសិស្សបន្តការសិក្សាបន្តអាសន្នសិនខ្ញុំជ្រើសរើសទីតាំងខ្ញុំដាក់អនុវិទ្យាល័យជ្រើសរើសខេត្តខ្ញុំដាក់ខេត្តសៀមរាបស្រុកខ្ញុំយកស្រុកជីក្រែងឧទាហរណ៍ឈ្មោះទីតាំងខ្ញុំដាក់ក1អ្នកទទួលបន្ទុកខ្ញុំដាក់ថាលីណាតួនាទីជាគ្រូបង្រៀនហើយនឹងលេខទូរស័ព្ទត្រង់ស្ថានភាពលោកគ្រូអ្នកគ្រូអាចយកដំណើរការរំសាយឬមួយក៏បដូរទីតាំងបើយកដំណើរការលោកគ្រូអ្នកគ្រូមិនបាច់បំពេញលក្ខខណ្ឌបន្ថែមទៀតទេបើយករំសាយលោកគ្រូអ្នកគ្រូត្រូវដាក់កំណត់ចំណាំបញ្ចូលកំណត់ចំណាំអំពីស្ថានភាពទីតាំងមូលហេតុនៃការរំសាយឬបដូរទីតាំងថាហេតុអ្វីបានជារំសាយឬក៏បដូរទីតាំងនឹងបើសិនជាខ្ញុំចុចយកបដូរទីតាំងគេនឹងមានដាក់ប្រភេទទីតាំងថ្មីខេត្តថ្មីស្រុកខណ្ឌថ្មីដើម្បីឲ្យលោកគ្រូអ្នកគ្រូធ្វើការបំពេញប៉ុន្តែខាងលើនេះខ្ញុំដាក់ដំណើរការបន្ទាប់មកចូលមកដល់ព័ត៌មានអង្គភាពស្ថាប័នផ្ដល់សេវាកម្មខ្ញុំធ្វើការដាក់ឈ្មោះឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះកប្រភេទសេវាកម្មខ្ញុំយកសេវាអប់រំអ្នកទំនាក់ទំនងខ្ញុំដាក់សីហាចុះនិងលេខទូរស័ព្ទបន្ទាប់មកពីព័ត៌មានអំពីសេវាកម្មលោកគ្រូអ្នកគ្រូអាចបញ្ចូលព័ត៌មានលម្អិតអំពីសេវាកម្មដែលបានផ្ដល់ជូនបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើការបំពេញព័ត៌មានអស់ហើយលោកគ្រូអ្នកគ្រូអាចចុចរក្សាទុកបានខ្ញុំធ្វើការចុចរក្សាទុកទិន្នន័យសេវាកម្មឃើញថារក្សាទុកទិន្នន័យបានជោគជ័យហើយនេះជាទិន្នន័យសេវាកម្មដែលខ្ញុំបានបំពេញមុននេះដែរទី1ហ្នឹងឈ្មោះអង្គការស្ថាប័នហ្នឹងឈ្មោះកប្រភេទសេវាកម្មអប់រំអ្នកទំនាក់ទំនងសីហាលេខទូរស័ព្ទស្ថានភាពសេវាកម្មជាដើមហើយនៅក្នុងនេះលោកគ្រូអ្នកគ្រូក៏អាចចុចកែប្រែព័ត៌មានបានដែរដោយគ្រាន់តែចុចប៊ូតុងកែប្រែនិងធ្វើការកែប្រែព័ត៌មានដែលលោកគ្រូអ្នកគ្រូបានធ្វើការបំពេញខុសវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា